បងប្អូនការប្រកួតទូកងនៅខាងបងប្អូនយើងនៅខាងភូមិឈុកបឹងស្រុកសាត់បោខេត្តកំពង់ធំការប្រជុំទី1នៃវេលាព្រឹកមិញនេះគឺរកឃើញហើយអ្នកឈ្នះប៉ះអ្នកឈ្នះអ្នកចាញ់និងប៉ះអ្នកចាញ់នៅក្នុងវេលាម៉ោង1រសៀលនេះគឺការប្រកួតបន្តជុំទី2ដើម្បីរកម្ចាស់ជើងឯកពិតប្រាកដរវាងទូកងដែលមានចំណុះ2ផែនផ្សេងគ្នាគឺចំណុះ22នាក់និង12នាក់អញ្ចឹងបងប្អូនកុំទាន់ទៅណាបងប្អូនដែលចង់បានទៅទស្សនាផ្ទាល់ក៏អាចទៅមើលបានហើយបងប្អូនអាចទស្សនាតាម live ផងដែរគឺ admin យើងជួយសុភ័ក្រគឺគាត់ផុសនៅក្នុង Facebook page គាត់អញ្ចឹងបងប្អូនគ្រប់ត្រូលក៏ដូចជាគិតថាទូកងមួយណាអាចនឹងលើកពាននារសៀលនេះគឺរសៀលនេះគឺមានចំនួនដូចជា3ជើងជុំទី1គឺអ្នកឈ្នះប៉ះអ្នកឈ្នះ2ជើងបន្ទាប់មករកអ្នកឈ្នះបណ្ណាឈ្នះប៉ះគ្នាទៀតដើម្បីទទួលដើម្បីដណ្ដើមជើងឯកលេខ1នារសៀលនេះនៅខាងភូមិឈុកបឹងឃុំឈុកស្រុកប្រាសាទសំបូរនៃខេត្តកំពង់ធំខ្ញុំបានត្រឹមមើលតាម live បងប្អូនអរគុណ